នេះគឺជាទស្សនវិជ្ជាស្រុកស្នេហ៍នាខែវស្សាគឺបងប្អូនប្រជាកសិករយើងគឺគាត់ខំប្រឹងប្រែងធ្វើការបងប្អូនខ្លះក៏គាត់បានភ្ជួរស្រែបងប្អូនខ្លះក៏គាត់រស់ខ្លះទៀតក៏គាត់បាចទឹកសណាបអញ្ចឹងទៅហើយខែនឹងដែរមិនខ្វះទេក្តាមខ្យងគឺចាប់ផ្ដើមមានហើយនេះគឺជាទស្សនវិជ្ជាពេលព្រឹកព្រលឹមគឺបងប្អូនក៏បានបាចទឹកសណាបបងប្អូនខ្លះក៏គាត់បានបាញ់ថ្នាំហើយនិយាយពីថាទេសភាពនិងខ្យល់អាកាសវិញគឺនិយាយថាល្អបរិសុទ្ធតែម្ដងហើយបងប្អូនតែងតែសួរថាមិនបាននៅពេញស្រួលហើយមិនបានមកចង់នៅស្រុកវិញគឺអត់ដូចគ្នាទេនិយាយរួមទៅខុសគ្នា180ដឺក្រេតែម្ដងនៅពេញយើងត្រូវចំណាយទឹកភ្លើងថ្លៃកន្ទប់ជួលថ្លៃស៊ីចុកសាំងម៉ូតូនិយាយទៅគឺវាអស់ច្រើនទោះបីជាយើងបានចំណូលរាល់ខែក៏ដោយប៉ុន្តែចំណូលបានតិចក៏វាទុំជាប់ដែរហើយណាមួយខ្ញុំនៅពេញហ្នឹងគឺតែងតែធ្វើទុកបន្តិចឈឺនេះបន្តិចឈឺនោះនិយាយទៅគឺអត់មានថ្ងៃស្វាងបើសិនជាខ្ញុំនៅស្រុកវិញគឺមួយខែទល់មួយខែអត់ទាន់ប៉ះជំងឺម្ដងទេហើយណាមួយយើងអត់ថ្លៃកន្ទប់ជួលទប់អីទេយើងរើការងារនេះនោះតិចតួចទៅវាបានផ្សំគ្នាអញ្ចឹងណាបងប្អូននេះហើយជាចំណុចមួយដែលខ្ញុំថាខ្ញុំអត់ចង់នៅពេញទេបើសិនជាអាចខ្ញុំសុំនៅស្រុករហូត